តោះបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីអានេះមានមុខម្ហូបថ្មីទេតាមពិតគាត់ថាចង់បង្ហាញថ្មីនៅក្នុងវីដេអូរបស់នាងខ្ញុំពីធ្វើជ្រក់សណ្តែកបណ្ដុះចាជំហានដំបូងគឺយើងត្រូវតែមានខ្ទឹមសចាខ្ទឹមសនេះបងប្អូនអាចដាក់ក៏បានមិនដាក់ក៏បានប្រសិនបើបងប្អូនមិនចូលចិត្តគ្រាន់តែថាបើសម្រាប់អ្នកគាត់ចូលចិត្តពេលដែលយើងដាក់ខ្ទឹមទៅវាឈ្ងុយរសជាតិខ្ទឹមនឹងឯងចាហើយយើងចិត្តវាស្ដើងបែបនេះឲ្យបានរៀងច្រើនតិចទៅបើសិនជាបងប្អូនជ្រក់សណ្តែកបណ្ដុះនឹង1គីឡូបងប្អូនអាចប្រើវា1មើមឬ2មើមអីចឹងណាស៊ីសងលើបងប្អូនបើបងប្អូនចូលចិត្តខ្ទឹមច្រើនបងប្អូនអាចដាក់ច្រើនបើសិនជាមិនសូវចូលចិត្តទេអាចដាក់តិចតួចក៏បានឬក៏មិនបាច់ដាក់ក៏បានដែរចាហើយយើងស្លាយអញ្ចឹងយើងចិត្តអញ្ចឹងតើអស់ទៅយើងសណ្តែកនេះខ្ញុំបានលាងទុកហើយសម្រស់ទឹកឲ្យស្រស់ស្អាតចានិយាយថាឲ្យវាស្ងួតកុំឲ្យវានៅជាំទឹកខ្លាំងពេកទេចាពេលយើងលាងឲ្យបានច្រើនទឹក2 3ទឹកទៅយើងដាក់ឲ្យវាស្រស់ទឹកកុំឲ្យវានៅដក់ទឹកហើយយកទៅធ្វើចាអញ្ចឹងតបមកយើងទៅមើលនេះយើងដាំទឹកឲ្យពុះបងប្អូនធ្វើជ្រក់អីក៏ដោយយើងដាំទឹកហើយអានេះខ្ញុំប្រើអំបិលក្រួសខ្ញុំប្រើទឹក1លីត្រអំបិលក្រួសហ្នឹងខ្ញុំប្រើ2ស្លាបព្រាទេចាអាហ្នឹងគឺយើងឆាប់បានញ៉ាំវាអត់ទុកដល់2យប់ទេទុកត្រឹម1យប់បានញ៉ាំហើយបើយើងដាក់រៀងប្រៃចំណាយពេល2យប់តោះមកគឺខ្ញុំអត់ដាក់គ្រឿងអីច្រើនទេខ្ញុំដាក់តែអំបិលក្រួស2ស្លាបព្រាស្ករស3ស្លាបព្រាបើបងប្អូនមានស្ករក្រហមបងប្អូនប្រើស្ករក្រហមក៏បានដែរប៉ុន្តែខ្ញុំអត់ប្រើស្ករក្រហមដោយសារពេលកាលណាយើងប្រើស្ករសទៅទឹកអាសាច់សណ្តែកបណ្ដុះយើងនឹងវាពណ៌ស្អាតចឹងណាវានៅថ្លាបើយើងប្រើសណ្តែកទឹកស្ករក្រហមសណ្តែកយើងវាបែបលក្ខណៈរាងសកមបន្តិចចឹងហើយវានិយាយទៅវាបដូរពណ៌តាមយើងប្រើស្ករចាព្រោះស្ករក្រហមយើងដឹងហើយបន្ទាប់ពីកូរឲ្យលាយហើយអំបិលស្ករហ្នឹងបងប្អូនអាចដាក់ប៊ីចេងក៏បានដែរតែបើសិនបងប្អូនមិនជឿច្បាស់ទេកុំតន់ដាក់ប៊ីចេងហ្នឹងវាអាចអន្តាយទឹកនៅពេលដែលវានេះទៅណាអញ្ចឹងចាំខ្ញុំធ្វើពីរបៀបថ្ងៃក្រោយខ្ញុំនឹងធ្វើរបៀបដាក់គ្រឿងលុបនៅហ្នឹងអញ្ចឹងនៅពេលដែលបងប្អូនហាន់ដាក់ខ្ទឹមនឹងឲ្យកូរវាមកពេលទឹកដែលយើងកំពុងតែពុះនឹងហើយកូរឲ្យវាសព្វបងប្អូនបិទហើយប្រកាសមួយទៀតគឺកន្លដែលយើងយកទៅជ្រក់បងប្អូនត្រូវតែលាងហើយនឹងស្រុះទឹកក្តៅឲ្យស្អាតរួចមកដាក់ផ្កាប់ទឹកឲ្យវាស្រស់ទៅហើយបើសិនជាផ្កាប់ហើយវាមិនទាន់ស្ងួតល្អទេបងប្អូនអាចយកកណាត់ជើក្តាស់ដែលស្អាតជូតបន្ថែមដើម្បីឲ្យវាជឿជាក់ថាកំប៉ុងយើងនឹងគឺអត់មានទឹកអត់មានអីអញ្ចឹងណាចាហើយយើងក៏សណ្តែកយើងក៏វាស្រស់ទឹកល្អដែរយើងចាប់ផ្ដើមញាត់សណ្តែកនឹងចូលទៅក្នុងកន្លទៅហើយធម្មតាសណ្តែកវានៅស្រស់វាអាចបាក់ប្រសិនបើយើងរៀងញុកដូចថាញុកទៅមិនសម្របតាមវាពេលដែលដាក់ចូលក្នុងហ្នឹងហើយបងប្អូនអាចយកដៃគឺយើងហ្នឹងរុញទៅតិចចឹងទៅគឺវាអត់បាក់ទេដោយសារវាស្របទៅតាមកន្លយើងហើយអញ្ចឹងបងប្អូនញាត់តអស់ទៅចារួចនៅពេលដែលទឹកចានៅពេលដែលយើងញាត់បានល្អណែនហើយអញ្ចឹងវាអត់ហើបឡើងលើអញ្ចឹងពេលដែលយើងដាក់ទឹកក្តៅចូលទៅវាលិចស្មើធ្វើឲ្យវាជូរស្មើដែរហើយវាអត់ឡើងអន្តាយឡើងអីទេចាអាហ្នឹងរបៀបទី1បើសិនសម្រាប់បងប្អូនដែលគាត់ខ្លាចជក់ទៅអន្តាយវាហៅឡើងសដូចទឹកបាយចាព្រោះខ្ញុំក៏ធ្លាប់ធ្វើបរាជ័យដែរពីមុនមកអញ្ចឹងយើងនេះទឹកយើងនេះបងប្អូនអាចលូកតាមរបៀបខ្ញុំចាលូកបដៃលូកកើតគឺអាចយកមកចាក់ជាមួយនឹងសណ្តែកបានហើយសណ្តែកយើងគឺដឹងអត់ឲ្យលួយទេចាហើយបើបងប្អូនចង់ដាក់ម្ទេសក្នុងនឹងឲ្យហើយក៏បានដែរម្ទេសយើងដាក់លាយអញ្ចឹងណាដើម្បីទី1មើលពណ៌ស្អាតទី2ចង់បានរសជាតិរាងហឹរតិចប៉ុន្តែបងប្អូនត្រូវលាងម្ទេសហ្នឹងហើយដាក់សម្ងួតវាឲ្យស្ងួតដែរបានន័យថាឲ្យស្រស់ទឹកដូចយើងសណ្តែកដែរអញ្ចឹងហើយចាំយកមកដាក់ជាមួយចាហើយយើងដួសខ្ទឹមដួសអីដាក់ហើយយើងចាក់ទឹកចូលទៅព្រោះទឹកនេះវាឡើងរលួយសណ្តែកហើយព្រោះយើងលូកដៃបានកាលណាតែយើងលូកដៃបានចេះហើយឡើងរលួយសណ្តែកហើយបងប្អូនតែបងប្អូនដាក់ទឹកនឹងនៅរាងក្តៅសណ្តែកយើងវាឡើងរលួយហ្មងចាព្រោះសណ្តែកយើងដឹងហើយថាវាទន់
hay dương sờ cọt về toàn ta lịch tắc ao tự đo khom tới đầm bì ao về sọc sạch tắc cho môi năng đại tới ao về chuột tắc cho môi năng tắc đai năng tới cứ về lành tới chia bạn này tha ắt này cứ về lành bụp này lành làng ấy chẳng tới cọt chuột này năng tới ta mà chụp tới bông bông cứ chu chia chăng tay đòn để sai nhung ắt đã kêu khung năng tràn nhung tục về đây về chú bạn nhung dọc về lấy kêu nơi hàng cài hay mà tết để nhung chấm điệp chun chẳng bông bông trong đã mà tết sọt năng châu năng khung năng ấy năng khung năng tam ca này dùng chuột mà tết nhưng thợ bạn chuột xong tổ chuột đi sẽ đấy đi nhưng thợ bạn pi được biết bông bông nắng chuột ní cứ chuột sọt tay một đòn tam một bịp bồ ran dương sọt tay một đòn cha về ngày bật top sẽ đại vì chu vậy tới nhung chuột ta mà chốt tới bông bông vì chu rồi để sao nhung đã bờ tịt được nhung chụp đẹp chu nữa nhung bật tham kêu cào miền tây Korea miền tây sọ miền Pinh post lắc tâm hay cho môi nông cá nào bông bông ai thưa được biết đi nhung đi bán á cha dọc mà lia khang cào bàn rồi ngày nhung chuột nắng vía ọt miền đó bông bông á vì ọt miền cá nào nằng hay nhung có chơi toàn đạo sọ đại tới chẳng bông bông ai dọc mò hành vì tì muối Pinh post giống nó hành chi cho vào mù của bán chà hành thưa mấy cái đây tam vị thi sắc bông bông cho chết hay là sọ nó cứ dương hành cho vào mù đáy hai bật tê cà rê nhung hành đàng chẳng rư mùi cờ bờ sân dìm trăm miền bếp trong nâng thơ mà bài tiết cứ dọc mà tết hay bèn phó có lọc trâu khía thôi chia đôi cái hai trụ tật lăng của hồ mà chà của hồ xa đôi dương mơ khơi cái lụa nơi tim xa nắng chẳng rư có ai đã mà tê phao của bàn tay nhóm pra mà tê cà rê chà mà tê cà rê nó cứ bị ọt hơi lên bằng ôn vì hơi tí tí gì chà chẳng nè chơi hết còn nhằm bán nè ọt chơi hết còn nhằm bán này chà hay bờ sân gì nè chơi hết còn ai thay mà tê dương nơi hàng cài tới chà nè mà tê cà rê nhóm han sạc bài ní hơi từ sọ nhóm han chia cho vào một bài nè hay nhóm đầm bay dốc viết từ lia cho môi nâng đại vào đâu chuỗi dương bán dương tơi dốc viết từ lia cho môi bờ bạn này tha từ đạm bờ nó cho bạch cho môi viên tị tai mền cho bạch kháng không ôn còn là dương cô đầm bay ao chia từ sọ nâng việt tốn á cho môi nâng mà tê nó bắt chịt hàng cũng ao việc cái pol chà cũng ao việc cái pol á mình hàng ngay sum tu chẳng nước pe đây vi bắt cái pol hay nâng từ sọ lang tật bài ní bông ôn cònแต่เอาเวียตกปะปะให้ที่มันตีปีนตีนึงtớiบางคนจะเลี้ยงตักเลี้ยงเอาเฉลี่ยอัมเบลđể dương đạm mình chẳng tự sọ dương lăng tôn nữa nhỉ tônให้อัดติดอัดใบวอลเลยให้นึกแต่สระอย่างเองchẳng ធ្វើបែបនេះល្អសម្រាប់អ្នកដែលគាត់មានបញ្ហាពោះវៀនពួកអីចឹងគាត់អាចញ៉ាំបានដោយមិនបាច់ទុកផ្អាប់ជូរខ្លាំងណាហើយខ្ញុំធានាហ្មងធ្វើមួយយប់បើតាមរបៀបនេះគឺអត់អត់នេះទេបងប្អូនអត់ជូរបែបលក្ខណៈជូរជ្រិញតែគឺជូរជ្រះមកឆ្ងាញ់តែម្ដងចាហើយខ្ញុំជាអ្នកកើតកាពះដែរតែខ្ញុំញ៉ាំទៅអត់ឈឺពោះទេចាខានញ៉ាំយូរដែរហើយតែឃ្លានក៏សាកធ្វើទៅគឺអត់ឈឺពោះមែនបងប្អូនតែបើយើងទុកច្រើនយប់វាអាចដែរអ្នកដែលសម្រាប់ពោះវៀនអន់តែទុកមួយយប់បែបនេះគឺវាអត់តឡើងមេខ្លាំងទេចាបន្ទាប់ពីយើងលាងទឹកស្អាតពូតស្អាតហើយស្ដែកបដោះយើងក៏វាជូរអីក៏ជូរយើងយកវាទៅមើលនេះបងប្អូនឲ្យធ្វើម៉េចឲ្យវាស្រស់ទន់ល្អអញ្ចឹងទេហើយយើងយកទៅលាយជាមួយនឹងស្ដែកមានប្រសក់មានជាមួយនឹងអ្នកនិយាយនឹងបេបេបឹងបងប្អូនមានប្រសក់មានអាគ្រឿងស្រស់ដែលយើងថែមក្រោយមិញហ្នឹងមានផ្កាស្នោផ្កាអីហ្នឹងគឺយើងយកវាទៅលាយចូលគ្នាតែម្ដងលាយជាមួយពពកអស់ហ្នឹងហើយច្បាច់ជាមួយវាឲ្យសប់គ្រប់សិនបងប្អូនណាច្បាច់ឲ្យវាទន់ណាឲ្យវាឡើងទន់មានប្រសក់មានពេងប៉ោះមានស្លឹកខ្ទឹមមានផ្កាស្នោហើយនឹងអាម្ទេសការ៉េហ្នឹងដែលយើងលាងស្អាតហ្នឹងហើយច្បាច់ចូលគ្នាបងប្អូនអាចថែមគ្រឿងបានហើយពេលហ្នឹងណាថែមគ្រឿងមានស្ករប៊ីចេងតាមបងប្អូនចូលចិត្តបើបងប្អូនចូលចិត្តផ្អែមបងប្អូនដាក់រៀងផ្អែមទៅបើបងប្អូនអត់ចូលចិត្តទេមិនបាច់ដាក់ទេចាច្បាច់វាឲ្យឡើងទន់ល្អហើយបងប្អូនកុំតន់ថែមនេះកុំតន់ថែមម្ជូរឬក៏ក្រូចឆ្មាអីចឹងណាបងប្អូនត្រូវយកវាចាំនៅពេលដែលវាច្បាច់ទន់ហើយមកសន្ទុះ
បងប្អូនដួសអាសណ្តែកបដោះដែលយើងជ្រក់ហើយហ្នឹងណោះចាទុកឲ្យវាផ្អាប់ឲ្យទន់បែបហ្នឹងបន្តិចទៅបងប្អូនវាអត់អីទេព្រោះដោយសាររបស់វាស្រស់ហើយណាមួយអាសណ្តែកបដោះយើងហ្នឹងក៏វាជូរជ្រះដែរហើយអញ្ចឹងបងប្អូនអាចយកសណ្តែកបដោះមកលាយជាមួយចាដួសយកមកច្បល់លាយជាមួយគ្នាបែបនេះទៅលាយឲ្យវាឡើងទន់ចូលគ្រឿងបងប្អូនអាចលួចទឹកអាយើងជ្រក់ហ្នឹងដាក់មកពាក់កណ្ដាលមិនបាច់ដាក់ទាំងអស់ទេព្រោះដាក់ទាំងអស់ទៅវាខ្លាចវាជូរខ្លាំងអញ្ចឹងយើងដាក់មកតែពាក់កណ្ដាលអញ្ចឹងគឺកាច់ចូលគ្នាទាំងអស់តែម្ដងហើយឆ្ងាញ់ទេបងប្អូនអាចសាកបានវាអត់ជូរដល់ថ្នាក់គេហៅជូរជ្រិញឡើងមេជូរមកល្មមមកជ្រះមកហើយបើបានត្រីអាំងបានអីទៀតអូយអែមហួសបងប្អូនហើយត្រីអាំងសាច់អាំងជាមួយគ្នាមកគឺឆ្ងាញ់ណាស់ហើយខ្ញុំក៏អធិស្ឋានផងដែរដោយសារខ្ញុំធ្វើជ្រក់នេះខ្ញុំប្រើដៃបងប្អូនដោយសារតែហេតុអីអាគ្រឿងរបស់ស្រស់នេះបើយើងអត់ប្រើដៃទេគឺវាអត់ទន់ណាអញ្ចឹងឲ្យខ្ញុំធ្វើនេះញ៉ាំដោយខ្លួនឯងទេអញ្ចឹងអត់មានទៅប្រើស្រោមដៃស្រោមអីទេចាព្រោះអានេះតាប្រើស្រោមដៃច្បាច់វាអត់ចូលជាតិទេចាអញ្ចឹងច្បាច់តតែវាទន់រវាងអាពិសេសនេះគឺអាផ្កាស្នោហ្នឹងព្រោះតសក់មិញយើងបានលាយច្បាច់ជាមួយអំបិលម្ដងអញ្ចឹងវារៀងទន់ដែរហើយធ្វើតែប៉ុណ្ណេះហើយលាយតែប៉ុណ្ណេះគឺចប់សពគ្រប់ហើយបងប្អូនមិញខ្ញុំលួចថែមអំបិលមកចិបប៊ីចេងបន្តិចចារួចបងប្អូនផ្អាប់វាទុកប្រហែលតែ5នាទីបងប្អូនអាចញាត់ចូលកន្លហើយទុកក្នុងទូទឹកកកបានហើយយកទៅធានាដឹងថាមកឆ្ងាញ់តែម្ដងគឺចាប់សពគ្រប់ប៉ុណ្ណឹងបងប្អូនអាចសាកបានព្រោះអីពួកអស់នេះបន្លែសិតតែញ៉ាំឆៅបានទេអញ្ចឹងអត់មានបញ្ហាអីទេចាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់ជម្រាបលាកុំភ្លេចជួយ Subscribe ម្នាក់មួយផងបងប្អូនចាបាយបាយ